ต่อจะมีสู้ปงไม้ของปอนไงนี่มาจูบปอนเดียได้จูบแอดมินเดียได้จูบแอดมินเดียได้ไงนี่ปอนมีใส่เรื่องทำไมมวยมาจองใจเลยดาวปงไม้บงปอนนั่นนะใส่เรื่องนั้นใจมาปีบงนี่ก็ใจเลยมารูปปอนก็ทำมีใส่เรื่องมวยจองใจเลยจังนะไอเรื่องนี้ปอนđãจำนองchương tha ប្រពន្ធចង់បានកូនប្រពន្ធចង់បានកូនណាពុកម៉ែបងប្អូនតែមុននឹងចូលសាច់រឿងរបស់យើងសូមអ្នកតាមដានចំណែបងប្អូនជួយ Subscribe ចំណែបងប្អូនម្នាក់មួយផងហើយ comment លេងមកហើយ admin នឹង comment តបទៅវិញតោះចូលសាច់រឿងយើងវិញប្រពន្ធចង់បានកូននេះប្តីប្រពន្ធមួយគូនឹងរៀបការជាមួយគ្នា5ឆ្នាំ5ឆ្នាំជាងហើយពុកម៉ែបងប្អូនតែរកកូនមួយមិនបានរកកូនមួយមិនបានអញ្ចឹងណាហើយភរិយារបស់គាត់ហ្នឹងចេះតែរករឿងស្វាមីរបស់គាត់ចេះតែរករឿងស្វាមីរបស់គាត់គ្រាន់តែកូនមួយរកឲ្យមិនបានអញ្ចឹងណាពុកម៉ែបងប្អូនអុយបើការរកស៊ីរបស់គាត់វិញរកស៊ីរបស់គាត់វិញគាត់ដាក់អីដោះហ្នឹងរកអីបានហ្នឹងហើយសាច់ឈាមរបស់គាត់ហ្នឹងពុកម៉ែបងប្អូនមើលมันក្រឯណាសាច់ឈាមគ្រាន់តែមើលដឹងហើយតែដល់ពេលរកកូនរកឲ្យប្រពន្ធមួយមិនបានអុយស្វាមីគាត់ពូកែមែនពូកែខាងរកស៊ីនិយាយចំជួញអីលក់អីបានហ្នឹងដូចថាគាត់ប៉ិនខាងរកស៊ីហ្មងណាពុកម៉ែបងប្អូនដល់ពេលរកស៊ីនេះស្វាមីគាត់ដូចថាមិនឲ្យពេលវេលាដល់ប្រពន្ធដល់ឲ្យគ្រប់គ្រាន់អញ្ចឹងណាអត់ដឹងថាប្រពន្ធត្រូវការអីប្រពន្ធចង់បានអីអញ្ចឹងណាដោយសារតែស្វាមីគាត់គិតតែខំរកស៊ីអញ្ចឹងណាពុកម៉ែបងប្អូនព្រោះខ្លាចអត់ខ្លាចក្រខ្លាចអីអញ្ចឹងទៅដល់ពេលថ្ងៃមួយប្រពន្ធមកប្រាប់ថាប្តីឯងចេះតែរកស៊ីស្វាមីឯងចេះតែរកស៊ីកុំគិតថាខ្ញុំចង់បានអីអត់ចង់បានអីគិតតែរកយើងលុយក៏មានឡានក៏មានផ្ទះក៏មានតែស្វាមប្រពន្ធឯងចង់បានអីទៀតអញ្ចឹងណាប្តីសួរទៅប្រពន្ធអញ្ចឹងណាដល់ពេលហើយប្រពន្ធក៏អត់បានប្រាប់ស្វាមីដែរក៏ដើរចេញទៅចឹងពុកម៉ែបងប្អូនក៏ដើរចេញទៅថ្ងៃមួយប្រពន្ធមកប្រាប់ប្តីវិញថាឡានមានអស់ហើយផ្ទះមានអស់ហើយតែកូនមិនទាន់មានចឹងពុកម៉ែបងប្អូនកូនអត់ទាន់មានអញ្ចឹងស្វាមីត្រូវតែផ្ដាល់ឲ្យខ្ញុំអញ្ចឹងទៅអញ្ចឹងគូស្មាមីប្តីគាត់ហ្នឹងគូគិតដែរការជាមួយគ្នា4-5ឆ្នាំហើយអត់មានកូនអញ្ចឹងណាប៉ុន្តែគាត់គិតក្នុងចិត្តទេអញ្ចឹងយប់ហ្នឹងស្វាមីគាត់ក៏បបួលប្រពន្ធហើយស្វាមីគាត់ក៏ថ្ងៃហ្នឹងក៏អត់ទៅដូចថាទៅធ្វើការក៏អត់ទៅដេកនៅកន្លែងការងាររបស់គាត់ដែរគាត់មកដេកផ្ទះអញ្ចឹងណាគាត់ពុកម៉ែបងប្អូនដឹងស្រាប់ហើយមានដូចថាមានលុយមានកាក់មានផ្ទះហើយតែដល់ពេលកូនអត់មានកូនឲ្យភរិយាគាត់មិនរករឿងដែរបើយើងខំប្រឹងតែរលុយពេកតែដល់ពេលអត់កូនក៏រស់នៅវាហេមហាមដែរដូចថាវាអត់សុបាយនៅក្នុងគ្រួសារពុកម៉ែបងប្អូនវាមានតែលុយមានតែកាក់តែវាយើងអត់កូនក៏វាពិបាកដែរអញ្ចឹងណាអញ្ចឹងយប់ហ្នឹងស្វាមីគាត់ក៏បបួលប្រពន្ធគាត់
រកកូន ពុកម៉ែដឹងស្រាប់ហើយប្តីបបួប្រពន្ធរវវិញហើយពីមុនប្រពន្ធរវប្តីអញ្ចឹងណាតែឥឡូវប្តីរវបបួប្រពន្ធរវវិញហើយពុកម៉ែបងប្អូនរវហើយរវដល់ដូចថារវឡើងអស់ចិត្តអស់ចង់ហើយនៅតែអត់មានទៀតអញ្ចឹងណានៅតែអត់មានអញ្ចឹងគាត់ទៅខាងស្រីហ្នឹងគួរតែប្រាប់ម្ដាយគាត់ណាតែប្រាប់ម្ដាយគាត់ហ្នឹងគួរបាននិយាយថាមកពីមកពីកូនអេងក្តៅហើយមកទៅឈាមក្តៅឈាមអីហើយបានគ្មានបុតគ្មានអីអញ្ចឹងណាម្ដាយនឹងឲ្យរកគ្រូខ្មែរហ្នឹងដូចថារកឲ្យមើលទៅមានថ្នាំអីដែលដាំហូបទៅមានកូនមានអីចឹងទៅដូចថាយើងខ្លួនក្តៅចឹងណាសាច់ក្តៅចឹងណាហើយស្វាមីហ្នឹងដូចថាគាត់មិនសូវជឿទេខាងគ្រូខ្មែរគាត់ក៏បបួលភរិយាគាត់ហ្នឹងមកភ្នំពេញមកមើលពេទ្យមើលអីចឹងទៅដល់ពេលពិនិត្យអីហើយក៏លោកគ្រូពេទ្យអីហ្នឹងក៏បានប្រាប់ថាប្តីប្រពន្ធទាំងពីរហ្នឹងសុខភាពល្អអីទេអញ្ចឹងអាចយកកូនបានយកអីអញ្ចឹងទៅដូចថាពេទ្យណែនាំមកដល់ពេលហ្នឹងអញ្ចឹងមកដល់ផ្ទះវិញនេះពុកម៉ែបងប្អូនអត់ឲ្យស្វាមីទៅធ្វើការសោះអត់ឲ្យស្វាមីទៅធ្វើការទេដូចថាគាត់ដឹងពីសុខភាពគាត់ហើយម្ដាយគាត់ក៏ទិញថ្នាំខ្មែរឲ្យហូបឲ្យអីចឹងទៅហើយក៏ចាប់ប្តីនឹងឲ្យនៅផ្ទះរហូតពុកម៉ែបងប្អូនវាយឡើងរហូតវាយឡើងចង់បានកូននឹងហ្មងគាត់គិតថាឆ្នាំមួយឆ្នាំក្រោយទៀតទៅមុខទៅទៀតដូចថាឆុងឆ្នាំឆុងអីជាមួយស្វាមីរបស់គាត់ជាមួយគាត់អញ្ចឹងណាអញ្ចឹងគាត់ខំយកឆ្នាំហ្នឹងយកកូនឲ្យបានតែម្ដងណាពុកម៉ែបងប្អូនយកដូចថារាល់មួយខែហ្នឹងអត់ឲ្យស្វាមីគាត់ទៅណាសោះឲ្យនៅតែផ្ទះហ្មងលក្ខណៈថាគាត់ចង់បានបុតមែនតែនហើយកូនមែនតែនហើយមកពុកម៉ែបងប្អូនយើងនិយាយកូនទៅពាក្យសាមញ្ញណាពុកម៉ែបងប្អូននិយាយបុតវាបបាការនិយាយពេកដល់ពេលអញ្ចឹងយើងនិយាយថាយកកូនអញ្ចឹងស្វាមីនឹងក៏បំពេញបំណងឲ្យប្រពន្ធដែរតាមពុកម៉ែបងប្អូនតែស្វាមីគាត់រៀងខ្សោយជាងភរិយារបស់គាត់អញ្ចឹងណាអញ្ចឹងគាត់តែងតែឲ្យភរិយារបស់គាត់ហ្នឹងធ្វើសកម្មភាពរហូតដល់ពេលក្រោយមកជាយូរខែអញ្ចឹងណាស្មាភរិយារបស់គាត់ហ្នឹងក៏ដូចលក្ខណៈថារៀងចាញ់ណាឃើញអីឃ្លាមកជូរឃើញបាយអីទៅក៏រៀងក្អួតចង្អោរអញ្ចឹងណាបងម៉ែបងប្អូនតែក៏អត់ដឹងទេស្វាមីរបស់គាត់គាត់ថាឯងកាពះហើយឯងកាពះឯងអីហើយបានចេះតែក្អួតចង្អោរឃើញអីហើយអត់ដឹងគាត់ថាគាត់អ្នកប្តីប្រពន្ធយូរឆ្នាំមែនប៉ុន្តែអត់ដែលមានបុតអត់ដែលមានកូនអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងភរិយារបស់គាត់ហ្នឹងក៏បានពិនិត្យទឹកនោមអញ្ចឹងណាពុកម៉ែបងប្អូនពិនិត្យហើយក៏ដឹងថាភរិយាគាត់ហ្នឹងមានកូនឬក៏មានបុតអញ្ចឹងទៅអញ្ចឹងភរិយារបស់គាត់ហ្នឹងក៏បានប្រាប់ទៅស្វាមីរបស់គាត់ថាគាត់មានបុតហើយក៏មានកូនអញ្ចឹងទៅអញ្ចឹងក៏គាត់ទៅពេទ្យអញ្ចឹងណាទៅពេទ្យពិនិត្យអីទៅអីរួចអស់ទៅភរិយារបស់គាត់ហ្នឹងលក្ខណៈថាចង់ឲ្យបានបុត
ចង់បានកូនមានសុខភាពល្អហើយមានដៃជើងឲ្យគ្រប់គ្រាន់ពុកម៉ែបងប្អូនអត់ឲ្យស្វាមីគាត់នឹងទៅធ្វើការមួយខែទៀតគាត់វាយឡើងជារៀងរាល់ថ្ងៃឲ្យថាឲ្យអឺគ្រប់ដៃគ្រប់ជើងណាពុកម៉ែបងប្អូន ឲ្យគ្រប់ដៃគ្រប់ជើងព្រោះគាត់ពុកម៉ែបងប្អូនណាគាត់ដោយសារមានកូនលើកដំបូងហើយជាការយូររៀបការយូរខែឆ្នាំហើយតែអត់ទាន់បានបត់ឲ្យកូនអញ្ចឹងទៅគាត់វាយរហូតណាពុកម៉ែបងប្អូនវាយរហូតដល់ថ្នាក់ស្វាមីថាងឯងបានហើយតែប៉ុណ្ណឹងគ្រប់ដៃគ្រប់ជើងហើយ គ្រប់ដៃគ្រប់ជើងហើយចឹងទៅហើយសាច់រឿងហ្នឹងគូសុំចប់តែត្រឹមហ្នឹងហើយអរគុណទៅបងប្រុសដែលចែកម្លែកសាច់រឿងហ្នឹងមកបងអូនហើយសាច់រឿងបងអូនខ្លីៗទេពុកម៉ែបងប្អូនដោយសារបងអូនសម្រាយថ្មីផងហើយបងគាត់ចែកម្លែកមួយសាច់រឿងមកបងអូនក៏រៀងខ្លីៗដែរអញ្ចឹងបើមានពាក្យខុសឆ្គងអីសូមអធិស្ឋាននឹងសាច់រឿងរបស់បងអូនផងហើយក៏ជួយ Subscribe ហើយនឹង comment ម្នាក់លេងផងណាពុកម៉ែបងប្អូនហើយសាច់រឿងនេះសូមចប់តែត្រឹមហ្នឹងបាទសូមអរគុណ